បាទសួស្តីបងប្អូនទាំងអស់គ្នាសុខសប្បាយទេរីករាយថ្ងៃចុងសប្តាហ៍រីករាយក្នុងការដំណើរកម្សាន្តបាទថ្ងៃនេះផងដែរខ្ញុំមានវីដេអូថ្មីមួយមកចែករំលែកបងប្អូនពីរបៀបងាយស្រួលក្នុងការ download វីដេអូមិនថា Facebook YouTube ឬក៏ TikTok ទេអញ្ចឹង app មួយនេះវាមានសារៈសំខាន់មែនទែនហើយapp មួយនេះ free ទេយើងអាច download បាននៅក្នុង App Store ឬក៏ Play Store បាទមុននឹងចាប់ផ្ដើមបងប្អូនកុំភ្លេចជួយចុច Subscribe Like ឬក៏ Comment Share ម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងគាត់បានដឹងឬក៏បានស្គាល់ទាំងអស់គ្នាបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងអាចចូលជាមួយខ្ញុំទាំងអស់គ្នាបាទជាដំបូងយើងចូលទៅ App Store បាទសម្រាប់បងប្អូនដែលប្រើ Android យើងអាចចូលដល់ Play Store ទៅប៉ុន្តែខ្ញុំប្រើ App Store បាទត្រង់ចំណុចមួយនេះបាទយើងចុចមកបន្ទាប់មកយើងចុចកន្លែង Search ខាងក្រោមកន្លែងមួយនេះបាទចុចមកបន្ទាប់មកយើងចុចកន្លែង Search នេះមកបាទកន្លងប៊ូតុងខាងលើគេបាទបន្ទាប់មកយើងវាយពាក្យ Black Hole បាទ Black Hole នេះមកបាទវានៅខាងលើគេនេះឯងអញ្ចឹងសម្រាប់ Android ដូចគ្នាយើងវាដូចគ្នាទៅវាអត់ខុសគ្នាទេបន្ទាប់មកយើងចុចមកបាទអញ្ចឹងនៅកន្លែងខាងក្រោមគេBlack Hole Splitter បាទដោយសារខ្ញុំ download ហើយបើសិនជាបងប្អូនអត់ទាន់ download ទេបងប្អូនអាចតម្លើងវាសិនទៅបាទតែសម្រាប់ខ្ញុំបាន download ហើយយើងចុច open មកបាទវានឹងចេញអាចផ្ទាំងបែបនេះអញ្ចឹងបើសិនជាយើងចង់ download យើងអាចចូលទៅ YouTube Facebook ឬក៏ TikTok ទៅដើម្បីយើង download បាទអញ្ចឹងឧទាហរណ៍ថាខ្ញុំចូលទៅ download នៅក្នុង YouTube បាទឧទាហរណ៍ថាខ្ញុំ download ត្រង់ចំណុចនេះបាទយើងចូលទៅកន្លែង Black Hole ដែលយើងបានដំឡើងរួចបាទយើងចុចមកបាទវានឹងចេញបែបនេះយើងចុចត្រង់ចំណុចកណ្ដាលរង្វង់មូលហ្នឹងបន្ទាប់មកយើងចុច Allow Pass ខាងក្រោមបាទយើងរងចាំមួយបន្តិចបាទយើងរងចាំបន្តិចដើម្បីឲ្យវាពេញវាពិតជាលឿនមែនតើបងប្អូនហើយវាកាន់តែងាយស្រួលបាទពេលដែលយើងដំឡើងរួចរាល់វាពេញវានឹងចូលអូតូទៅក្នុង gallery ឬក៏ photo របស់យើងហ្នឹងវាពិតជាងាយស្រួលមែនតើ app មួយនេះបើយើងថយមកយើងចូលទៅកន្លែងដែលយើង download បាទអញ្ចឹងវាចូលក្នុង photo របស់យើងចុចមកបាទនៅខាងក្រោមគេនេះបាទនេះគឺជាវីដេអូដែលខ្ញុំទៅតែ download មិញណាវាលឿនហើយវាងាយស្រួលមែនតើបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណច្រើនសម្រាប់ការតាមដានការចុច Subscribe Like Comment ផ្សេងបាទសូមអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទបងប្អូនដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe ម្នាក់មួយមកដើម្បីតាមដានរាល់វីដេអូរបស់ខ្ញុំថ្មីៗបន្តទៀតបាទសូមអរគុណបាទសូមជម្រាបលា